នាក់ ជោគជ័យដើម2នាក់កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពមន្ត្រីរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងព្រៃឈើនិងអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពខ្ញុំបាទស៊ីបរិញ្ញាសូមស្វាគមន៍ដល់អស់លោកអ្នកនាងដែលកំពុងស្ដាប់កម្មវិធីជោគជ័យ5ពីអ្នកជាទីនឹករលឹកចា៎នាងខ្ញុំបញ្ញាសូមជម្រាបសួរដល់ប្រធានក្លឹបនិងសមាជិកក្លឹបអ្នកស្ដាប់នៅតាមសហគមន៍ព្រៃឈើផងដែរបាទថ្ងៃនេះកម្មវិធីជោគជ័យ5ពីអ្នកដែលឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID តាមរយៈអង្គការវិញរកអន្តរជាតិនឹងលើកយកប្រធានបទថ្មីមួយទៀតមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបគឺការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍បាទតើការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សហគមន៍ចា៎ដូច្នេះលោកអ្នកនាងនឹងបានជ្រាបនៅពេលបន្តិចទៀតនេះលោកអ្នកនាងកំពុងស្ដាប់កម្មវិធីជោគជ័យ5ពីអ្នកផ្សាយចេញពីវិទ្យុបាយ័ន FM 95 MHz រាជធានីភ្នំពេញឧបត្ថម្ភកម្មវិធីដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរយៈពេល30នាទីនេះលោកអ្នកនឹងបានស្ដាប់នាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋបទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកជុំនិតមន្ត្រីសម្របសម្រួលបច្ចេកទេសព្រៃឈើនៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅតំបន់ព្រៃឡង់ល្ខោនវិទ្យុរឿងព្រៃឈើកេដូនតាបទយកការនិងសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានសហគមន៍ការប្រកាសលេខប្រព័ន្ធឆ្លើយតបសំឡេងដោយស្វ័យប្រវត្តិ IVR ជោគជ័យផ្ដើមពីអ្នកជោគជ័យផ្ដើមពីអ្នកជោគជ័យផ្ដើមពីអ្នកចាលោកបរិញ្ញាតើការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ផ្ដល់ផលប្រយោជន៍យ៉ាងណាខ្លះទៅដល់ប្រជាសហគមន៍ព្រៃឈើបាទការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ពិតជាមានប្រយោជន៍ណាស់សម្រាប់ប្រជាសហគមន៍ព្រៃឈើឥឡូវយើងស្ដាប់មតិរបស់ប្រជាសហគមន៍បន្តិចមើលតើព្រៃឈើមានប្រយោជន៍យ៉ាងណាខ្លះសម្រាប់គាត់នាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋតើការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់អ្នកបាទសហគមន៍ព្រៃឈើនេះវាបានផ្ដល់ផលប្រយោជន៍ដល់សមាជិកហើយនិងដល់ក្មេងចំនួនក្រោយផងបាទដើម្បីធ្វើទីជម្រកនៅការអភិរក្សនិងការថែរក្សាហ្នឹងឯងវាមានប្រយោជន៍សំខាន់បំផុតសម្រាប់ប្រជាសហគមន៍យើងខ្ញុំតែម្ដងបាទការពារព្រៃឈើនិងធ្វើអភិរក្សនៅក្នុងព្រៃសហគមន៍គឺមានផលប្រយោជន៍ទៅថ្ងៃមុខទី1គឺដូចជាអនុផលព្រៃឈើហើយនិងបន្លែធម្មជាតិកូនឈើព្រៃឈើក៏បានដុះឡើងទៅថ្ងៃមុខឬដូចជាសត្វអីក៏មាននៅក្នុងព្រៃអភិរក្សនោះផលប្រយោជន៍ដែលយើងការពារព្រៃឈើសហគមន៍នេះមកដល់សមាជិកសហគមន៍គាត់ងាយស្រួលគាត់អត់មានពិបាកទៅទិញឈើទិញអុសគេមកដុតទេដោយសារគាត់មានព្រៃសហគមន៍ស្រាប់ចាលោកបរិញ្ញាប្រជាសហគមន៍ព្រៃឈើពិតជាមានមតិល្អមែននិយាយទៅគាត់យល់ច្បាស់តែម្ដងពីផលប្រយោជន៍របស់ព្រៃឈើមានព្រៃឈើទើបមានជីវៈចម្រុះសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់គាត់ត្រូវហើយបញ្ញាមានព្រៃឈើគឺមានអុសដុតមានបន្លែផ្លែឈើព្រៃមានផលនិងអនុផលព្រៃឈើសម្រាប់ប្រើប្រាស់និងលក់ដូរមានព្រៃឈើគឺជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុជួយទប់ស្កាត់គ្រោះទឹកជំនន់គ្រោះរាំងស្ងួតនិងធ្វើឲ្យភ្លៀងធ្លាក់ត្រូវតាមរដូវកាលចាពិតប្រាកដហើយលោកបរិញ្ញារួមគ្នាការពារព្រៃឈើនិងជីវៈចម្រុះរបស់កម្ពុជាចាលោកបរិញ្ញាយើងបានដឹងហើយថាព្រៃឈើពិតជាមានប្រយោជន៍ណាស់សម្រាប់ជីវិតមនុស្សសត្វខ្ញុំចង់ដឹងថាតើកន្លងមកគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានធ្វើការងារអ្វីខ្លះសម្រាប់ជួយអភិរក្សនិងអភិវឌ្ឍព្រៃឈើទៅដល់សហគមន៍បាទដើម្បីឆ្លើយនៅសំណួររបស់បញ្ញាខ្ញុំមានបទសម្ភាសន៍មួយជាមួយលោកជុំនិតមន្ត្រីសម្របសម្រួលបច្ចេកទេសព្រៃឈើនៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំតំបន់ព្រៃឡង់ដែលមានខ្លឹមសារដូចតទៅនាទីបទសម្ភាសន៍ជាបឋមនេះខ្ញុំបានសូមថ្លែងអំណរគុណចំពោះលោកជុំនិតអ្នកសម្របសម្រួលបច្ចេកទេសសហគមន៍ព្រៃឈើនៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំការនៅខេត្តកំពង់ធំបាន
បាទតកតងទៅនឹងប្រធានបទដែលនិយាយអំពីការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍បាទកន្លងមកតើគម្រោងបានធ្វើការងារអ្វីខ្លះសម្រាប់ជួយអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍បាទសូមអរគុណជាដំបូងសូមជម្រាបសួរលោកបញ្ញាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើបទសម្ភាសន៍ទាក់ទងនឹងគម្រោងយើងនៅថ្ងៃនេះអង្គការ Winrock យើងពីមុនមកយើងបានធ្វើច្រើនជាមួយសហគមន៍ព្រៃឈើយើងកំណត់តំបន់សក្តានុពលនោះវាចូល63សហគមន៍ជុំវិញព្រៃឡង់ទាំង4ខេត្តដែលមានស្ទឹងត្រែងព្រះវិហារកំពង់ធំហើយនិងកញ្ចេះបន្ទាប់ពីមានការបង្កើតសហគមន៍ព្រៃឈើហើយយើងក៏មានក្រុមជាច្រើនទៀតដូចជាក្រុមទ្រទ្រង់ជីវភាពរកឃ្មុំដងជាប់ទឹកមានការចិញ្ចឹមមាន់ដាំបន្លែផ្សេងៗទាក់ទងនឹងការលើកកម្ពស់ជីវភាពសហគមន៍គឺនៅសកម្មភាពគ្រប់គ្រងទៅលើការល្បាតផ្ដល់នូវសម្ភារៈល្បាតផ្ដល់ថវិកាជាកញ្ចប់មួយនោះគ្រប់គ្រងទៅលើសកម្មភាពអភិរក្សនៅក្នុងព្រៃសហគមន៍ទិញនូវសម្ភារៈជួយការងារល្បាតរួមមាន GPS កាមេរ៉ាអាវភ្លៀងរឹងមុងពិលប្រអប់សង្គ្រោះបឋមដែលយើងហៅថាប្រអប់ថ្នាំពេទ្យកែសម្រាប់ដាក់សម្ភារៈហើយនឹងមានអាវយឺតល្បាតដើម្បីក្រុមល្បាតយើងមានឯកសណ្ឋានមួយច្បាស់លាស់យើងធ្វើការសហការតាំងពីថ្នាក់ក្រោមជាតិតាំងពីអាជ្ញាធរភូមិឃុំរដ្ឋបាលព្រៃឈើសង្កាត់ផ្នែកខណ្ឌយើងបានចោះទៅប្រជុំផ្សព្វផ្សាយរៀបរាប់ពីសកម្មភាពថ្មីរបស់យើងទៅដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីជំនាញហើយមួយទៀតអង្គការសប្តាហ៍ថ្ងៃគឺយើងព្យាយាមភ្ជាប់មន្ត្រីជំនាញអាជ្ញាធរឃុំជាមួយសហគមន៍ឲ្យគាត់ធ្វើការមួយគ្នាព្រោះអីរាល់ពេលចោះកិច្ចព្រមព្រៀងគឺយើងធ្វើវិធីមួយធំបាទសូមអរគុណបាទខ្ញុំចង់ដឹងថាតើការអភិរក្សនិងអភិវឌ្ឍព្រៃឈើមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់សហគមន៍ព្រៃឈើបាទអរគុណខ្ញុំគិតថាចំពោះការអភិរក្សនិងការអភិវឌ្ឍគឺវាសំខាន់ដូចគ្នាអញ្ចឹងទន្ទឹមនឹងការអភិរក្សក៏យើងត្រូវតែមានការអភិវឌ្ឍប៉ុន្តែក្នុងការអភិវឌ្ឍរបស់យើងមានក្របខ័ណ្ឌច្បាប់ត្រឹមត្រូវអញ្ចឹងមានន័យថាបើសិនបើគាត់អភិរក្សព្រៃគាត់បានល្អដើមច្បាស់ជ័រគាត់ក៏បានល្អអញ្ចឹងការដងជ័រក្នុងការរកចំណូលរបស់គាត់ហ្នឹងក៏បានល្អដើម្បីប្រកបរបរចិញ្ចឹមជីវិតបាទអញ្ចឹងបន្ទាប់ពីគម្រោងបានជួយតើសហគមន៍ព្រៃឈើទាំងនោះមានការប្រែប្រួលយ៉ាងណាខ្លះក្នុងការអភិរក្សនិងអភិវឌ្ឍព្រៃឈើរបស់ខ្លួនបាទអរគុណសំណួរដ៏ល្អដូចខ្ញុំជម្រាបពីមុនយើងយោងតាមសម្ដីរបស់សហគមន៍យើងឃើញថាឥឡូវมันមានការកាប់ឈើហើយការកាប់ចកាក៏មានការថយចុះហើយពិសេសអន្ទាក់សត្វក៏មានការថយចុះច្រើនហើយតកតទៅនឹងបទល្មើសថយចុះយើងឃើញថាឥឡូវសហគមន៍គាត់លែងគិតដូចមុនហើយពីមុនគាត់គិតថាមិនមែនជារបស់គាត់អញ្ចឹងគាត់អត់ខ្វល់ទេពីណាកាប់អីកាប់ទៅហើយគណៈកម្មការទាំង7នាក់ទៅការពារជាងការមានបញ្ហានៅក្នុងគ្រួសារប្រពន្ធនឹងចោលតាំងទៅល្បាតទៅប្រហែលអ្នកដល់ពេលតាមពីគម្រោងជួយមកយើងមានការចែកក្រុមអញ្ចឹងមានថាមួយសហគមន៍មានគ្នាដល់ទៅ50-60នាក់ក្នុងការចូលរួមអញ្ចឹងគាត់លែងអន់ចិត្តទៅគ្នាទៅមកបើយើងប្រៀបធៀបពីមុនមានន័យថាឆន្ទៈរបស់សហគមន៍គឺល្អជាងមុននៅពេលដែលយើងបានចោះទៅផ្សព្វផ្សាយបរិញ្ញាអញ្ចឹងយើងឃើញថានេះសិតជាសមិទ្ធផលដែលគម្រោងជួយបន្ទាប់ពីចោះដល់វគ្គបណ្ដុះបណ្ដាលសូមអរគុណបាទជាចុងក្រោយនេះតើលោកមានសំណូមពរអ្វីទៅដល់សហគមន៍ព្រៃឈើទាក់ទងទៅនឹងការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍នេះបាទជាចុងក្រោយខ្ញុំគាត់ថាសំណូមពរឲ្យសហគមន៍យើងកុំបាក់ទឹកចិត្តឲ្យមានតែសាមគ្គីភាពគ្នាឡើងក្នុងការអភិរក្សព្រៃឈើនៅតំបន់មូលដ្ឋានរបស់យើងព្រោះអត់មានពីណាទៅជួយការពារក្រៅពីយើងនៅចិត្តនឹងទេហើយផលដែលយើងទទួលបានគឺមិនមានអ្នកក្រៅណាមកទទួលបានក្រៅពីយើងទេអញ្ចឹងធ្វើម៉េចយើងរួមកម្លាំងគ្នាដើម្បីការពារព្រៃឈើសត្វព្រៃនៅនឹងសម្រាប់កូនចៅជំនាន់ក្រោយហើយមួយទៀតយើងឃើញថាប្រភពទឹកសំខាន់ណាស់បើសិនបើអត់ព្រៃឈើទេវានឹងអត់មានប្រភពទឹកអញ្ចឹងបើសិនបើព្រៃឈើអស់មិនត្រឹមតែប៉ះពាល់ទៅលើអ្នកនៅជុំវិញព្រៃដែលពឹងអាស្រ័យផលគឺអ្នកដែលនៅផ្នែកខាងក្រោមពិសេសបឹងទន្លេសាបឬក៏ទន្លេមេគង្គឬក៏ព្រែកដៃមួយចំនួនហ្នឹងត្រូវរីងស្ងួតនៅពេលដែលយើងមិនមានការអភិរក្សធ្វើឲ្យវាបាត់បង់ហើយមួយទៀតគឺខ្ញុំសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋានហើយនឹងមន្ត្រីជំនាញសូមមេត្តាជួយសហការឲ្យបានល្អជាមួយសហគមន៍ព្រោះអីយើងឃើញថាបច្ចុប្បន្នសហគមន៍គាត់នៅមានកម្រិតក្នុងការតំណាក់តំណងក៏ដូចជារាយការណ៍ទៅផ្សេងៗអញ្ចឹងមានន័យថានៅក្នុងច្បាប់ព្រៃឈើបានចែងថាគាត់អាចមានសិទ្ធិក្នុងការអភិរក្សព្រៃឈើនៅក្នុងសហគមន៍របស់គាត់មានសិទ្ធិឃាត់ចាប់បទល្មើសឬក៏វត្ថុតាងហើយរាយការណ៍ទៅរដ្ឋបាលព្រៃឈើដើម្បីធ្វើសំណុំរឿងទៅតុលាការបាទអរគុណចំពោះលោកជំនិតដែលបានផ្ដល់បទសម្ភាសន៍ដែលមានសារៈសំខាន់នេះបាទសូមអរគុណការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍គឺជាការផ្ដល់នូវជីវៈចម្រុះនិងជម្រកសត្វព្រៃសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្សសត្វចាជាការពិតណាស់លោកបរិញ្ញានៅពេលដែលគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានជួយជាស្មារតីនិងសម្ភារៈផ្ដល់ចំណេះដឹងនិងជំនាញដល់ប្រជាសហគមន៍ព្រៃឈើអំពីការអភិរក្សនិងអភិវឌ្ឍព្រៃឈើធ្វើឲ្យប្រជាសហគមន៍កាន់តែមានការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើហើយចូលរួមកាន់តែផុសផុលក្នុងការថែរក្សាការពារព្រៃឈើនៅក្នុងសហគមន៍ព្រៃឈើរបស់ខ្លួនបាទពិតមែនហើយនេតិបទយូហ្គា
លោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៀតនេះសូមអញ្ជើញស្ដាប់បទយកការលំអដោយបទភ្លេងរបស់លោកស៊ីបរិញ្ញាក្រោមចំណងជើងថាអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ឲ្យសម្បូរស្រុកស្ដំព្រៃឈើមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យលើផលនិងអនុផលព្រៃឈើហើយព្រៃឈើក៏មានសារៈសំខាន់ផងដែរចំពោះវិស័យកសិកម្មដែលធានានៅសន្តិសុខស្បៀងដូច្នេះការអភិរក្សនិងអភិវឌ្ឍព្រៃឈើជារឿងសំខាន់ដែលសហគមន៍ព្រៃឈើនានាបានយកចិត្តទុកដាក់ចំពោះការអភិរក្សព្រៃឈើនេះលោកនួនហៈអនុប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តកំពង់ធំនិងជាប្រធានបណ្ដាញសហគមន៍ព្រៃឈើស្រុកសណ្ដានខេត្តកំពង់ធំបានពន្យល់ថាការអភិរក្សព្រៃឈើសហគមន៍នេះវាមានចំណែកទី1គឺវិស័យការពារយើងធ្វើយ៉ាងណារៀបចំឲ្យព្រៃហ្នឹងបានគង់វង្សមិនឲ្យមានការរីករាលដាលនៃការកាប់បំផ្លាញទី2គឺការប្រើប្រាស់ឲ្យមានលក្ខណៈបច្ចេកទេសដើម្បីឲ្យព្រៃឈើវានិរន្តរភាពយើងត្រូវបែងចែកជាប្លុកណាដែលត្រូវប្រើប្លុកណាដែលត្រូវរក្សាទុកប្លុកណាដែលត្រូវដាំសារឡើងវិញធ្វើម៉េចល្បាតឲ្យបានញឹកញាប់មួយទៀតគឺយើងត្រូវតែដាំដុះឡើងវិញនៅកន្លែងណាដែលព្រៃវារីករាលហើយយើងដាំសារឡើងវិញអាហ្នឹងគឺអភិរក្សក្នុងការអភិរក្សព្រៃឈើនេះដែរលោកសឿងសុភ័ក្រប្រធានសហគមន៍ព្រៃឈើព្រៃក្បាលអូក្រញាបានប្រាប់ពីបទពិសោធន៍របស់លោកក្នុងការថែរក្សាការពារព្រៃឈើថាកន្លងមកខ្ញុំបានដល់ល្បាតទៅការពារជាប្រចាំហើយជាងការបើមានហេតុការណ៍អីជាក់ស្ដែងអញ្ចឹងហើយយើងតាក់ទងគ្នាតាមទូរស័ព្ទអាចកុំក្តីអញ្ចឹងខ្ញុំបានដាក់បណ្ដាញ2នាក់ឬមក3នាក់អាចឲ្យជិះម៉ូតូមិនឲ្យគេចាក់អារម្មណ៍ទេនៅពេលដែលឃើញវឹបឲ្យគេតាក់ទងមកខ្ញុំបានផ្ទាល់តែម្ដងខ្ញុំនឹងចាក់កម្លាំងទៅបង្ក្រាបតែម្ដងបាទចំណែកលោកសុខាប្រធានសហគមន៍ព្រៃឈើក្បាលខ្លាបានបញ្ជាក់យ៉ាងខ្លីអំពីការអភិរក្សព្រៃឈើនៅក្នុងសហគមន៍របស់លោកថាបាទកន្លងមកការពារព្រៃសហគមន៍របស់ខ្ញុំគឺមានតាំងពីការចុះល្បាតតាំងយប់ទាំងថ្ងៃរហូតមានការដាំគុនឈើសារឡើងវិញចំពោះការអភិវឌ្ឍព្រៃឈើវិញនោះលោកនួនហៈបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយថាចំពោះការអភិវឌ្ឍព្រៃឈើសហគមន៍យើងទាញយកផលនិងអនុផលពីក្នុងសហគមន៍មកប្រើប្រាស់ប៉ុន្តែមានធ្វើផែនការគ្រប់គ្រងយើងធ្វើសារពើផុនរួចហើយយើងធ្វើផែនការគ្រប់គ្រងរួចហើយយើងទៅសេផែនការគ្រប់គ្រងដាក់ជូនទៅថ្នាក់លើហើយយើងសុំសេចក្តីសម្រេចពីថ្នាក់លើមកដើម្បីជំនួយឲ្យយើងនឹងអភិវឌ្ឍការអភិវឌ្ឍហ្នឹងគឺការប្រើប្រាស់ព្រៃឈើឲ្យមាននិរន្តរភាពគឺយើងមានសិទ្ធិក្នុងការដកយកផលដើម្បីយកថវិកាចូលសហគមន៍ទៅប្រើប្រាស់គួរដាំឡើងវិញគួរក្រៃមេឃគួរធ្វើយ៉ាងណាឲ្យមានការជឿនលឿនក្នុងសហគមន៍លោកនួនហៈបានបញ្ជាក់បន្ថែមទៀតថាការអភិវឌ្ឍទៅបានលុះត្រាតែខណ្ឌរដ្ឋបាលព្រៃឈើផ្ដល់ឲ្យសហគមន៍ព្រៃឈើមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើផលនិងអនុផលព្រៃឈើដើម្បីយកថវិកាមកធ្វើការអភិវឌ្ឍព្រៃឈើសហគមន៍បើមិនដូច្នោះទេមិនអាចអភិវឌ្ឍទៅរួចឡើយគឺបានត្រឹមតែការពារព្រៃឈើសហគមន៍ប៉ុណ្ណោះការអភិវឌ្ឍទៅបានប៉ុន្តែអត់មានការសម្រេចពីលើមកដោយឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ដើម្បីយកផលឬអនុផលព្រៃឈើហ្នឹងដើម្បីចំណាយចេញលក់ចេញទៅដើម្បីទាញលុយចូលហ្នឹងអាហ្នឹងបានយើងការអភិវឌ្ឍទៅរួចប៉ុន្តែបើអត់មានទេគឺបានត្រឹមតែមកអភិរក្សអភិវឌ្ឍឲ្យទៅរួចពីអត់មានថវិកាហើយយើងសង្ឃឹមទៅថវិកាខាងក្រៅគ្រប់អង្គការទាំងអស់ការឧបត្ថម្ភរបស់លោកគឺវាមិនបានគ្រប់គ្រាន់ដោយទៅតាមគោលបំណងដែលធ្វើនោះទេបាទលោកសុខាប្រធានសហគមន៍ព្រៃឈើក្បាលខ្លាបានឯកភាពចំពោះការលើកឡើងរបស់លោកនួនហៈប៉ុន្តែដោយយល់ច្បាស់ពីសារៈប្រយោជន៍របស់ព្រៃឈើទើបសហគមន៍ព្រៃឈើក្បាលខ្លារបស់លោកបាននាំគ្នាដាំឈើនៅកន្លែងដែលគេបានកាប់បំផ្លាញកន្លែងដែលព្រៃរិចរិលតំបន់ដែលខ្ញុំដាំសារឡើងវិញនោះដីនោះគេកាប់បំផ្លាញអស់បាទខ្ញុំដាំសារឡើងវិញឲ្យវាកើតឈើស្ដាយជាថ្មីដាំកូនបេងកញូងផ្ដៀកកកោសជាទៀលបាទសម្រាប់កូនចៅជំនាន់ក្រោយចំពោះផលប្រយោជន៍ដែលបានមកពីការអភិរក្សនិងអភិវឌ្ឍព្រៃឈើនោះលោកនួនហៈបានមានប្រសាសន៍ថាការអភិវឌ្ឍនិងការអភិរក្សរបស់សហគមន៍នេះគឺវាមានផលប្រយោជន៍ពីរផលប្រយោជន៍ចំពោះមុខយើងនេះគឺយើងបានរបស់ប្រើប្រាស់នៅក្នុងសហគមន៍យើងគឺមិនឲ្យខ្វះខាតទេអ្វីក៏ដោយអនុផលព្រៃឈើឬក៏ព្រៃឈើយើងបានប្រើប្រាស់ហើយយើងអាចទទួលផលចូលមកវិញនឹងចំពោះមុខ
ហើយយូរវែងគឺយើងដើម្បីជួយទប់ស្កាត់អ្វីដែលពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោកហើយអភិវឌ្ឍដូចខ្ញុំនិយាយថានៅក្នុងសហគមន៍មួយបើយើងធ្វើបាននៅក្នុងសហគមន៍ហ្នឹងជីវភាពរបស់ប្រជាពលរដ្ឋហ្នឹងវារីកចម្រើនដែរដើម្បីធ្វើឲ្យការអភិរក្សនិងអភិវឌ្ឍព្រៃឈើរបស់សហគមន៍ព្រៃឈើទទួលបានជោគជ័យសំដៅធ្វើឲ្យជីវភាពប្រជាសហគមន៍មានការរីកចម្រើនលោកនួនហាក់បានសំណូមពរថាសូមឲ្យអង្គការដែលមានការពាក់ព័ន្ធឬក៏អាជ្ញាធរដែលមានការពាក់ព័ន្ធឬក៏ក្រសួងដែលមានការពាក់ព័ន្ធនឹងមេត្តាធ្វើម៉េចជួយបើកវគ្គបណ្ដុះបណ្ដាលឲ្យបានប្រជាជននឹងមានការយល់ដឹងនឹងកម្រិតខ្ពស់ដើម្បីនឹងចូលរួមការការពារព្រៃឈើនិងការអភិវឌ្ឍនៃព្រៃឈើនឹងឯងជាការពិតណាស់ការអភិរក្សនិងអភិវឌ្ឍព្រៃឈើសហគមន៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ព្រៃឈើនាពេលបច្ចុប្បន្ននិងទៅអនាគតដូច្នេះយើងត្រូវតែរួមគ្នាអភិរក្សនិងអភិវឌ្ឍព្រៃឈើនៅកម្ពុជាដើម្បីឲ្យព្រៃឈើសម្បូរផងនិងសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗផងលោកអ្នកនាងស្ដាប់ជាទីមេត្រីដើម្បីផ្លាស់ប្ដូរបរិយាកាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ល្ខោនវិទ្យុរឿងព្រៃឈើគេដូនតាពីកម្មវិធីយើងដូចតទៅសូមជូនរឿងព្រៃឈើគេដូនតាណែអាដាឯងរកអីបានខ្លះហ្នឹងជីកអាពីងបានចិត្តកន្លះស្បោងហ្នឹងណាអាដាឯងពូកែរកណាវ៉ៃខ្វះអីក្នុងព្រៃសហគមន៍យើងឲ្យតែអាសារកតែខ្ញុំរកអាពីងមិនសូវបានដូចឯងសោះវ៉ៃប៉ុន្តែបងសឯងប៉ិនរកផ្លែឈើមើលណបេះបានផ្លែគុយពេញមកល្អីតែម្ដងមិនខ្វះទេអាដាអើយព្រោះផ្លែគុយនេះសម្បូរណាស់ណែស្អែកខ្ញុំមកបេះទៀតហើយណាកុំភ្លេចហៅខ្ញុំមកផងណាមិនអីទេចាំខ្ញុំហៅអាដាជួយស្ដាប់គ្នាសំឡេងគោយន្តឬសំឡេងម៉ាស៊ីនអាចឈើសំឡេងគោយន្តហ្នឹងណាបងចេះតែបារម្ភទៅណាខ្លាចក្រែងគេមកលួចកាប់ឈើសហគមន៍យើងបងបារម្ភត្រឹមត្រូវណាព្រោះយើងក៏ជាសមាជិកសហគមន៍ត្រូវតែជួយការពារគ្នាអញ្ចឹងហើយមែនហើយបើយើងមិនថែអាសាការពារព្រៃឈើយើងទេចាំអ្នកណាមកការពារជំនួសយើងត្រូវហើយអេឈប់កូនមានការអីបងសុំទៅដោយសារផងមានអីបងឡើងមកកាប់កូនឈើយកទៅធ្វើអីកូនអូយកទៅធ្វើទ្រង់មាន់នឹងណាបងគិតទៅត្រួមយ៉ាងដែរចង់បានកូនឈើធ្វើទ្រង់មាន់មកព្រៃកាប់បានភ្លាមចង់បានបន្លែផ្លែឈើព្រៃចង់បានអុសដុតមកព្រៃរកបានភ្លាមអញ្ចឹងបានថាព្រៃឈើមានប្រយោជន៍ណាស់ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវតែជួយអភិរក្សព្រៃឈើសហគមន៍យើងនឹងណាគ្រួសារខ្លះមិនចេះដាំដុះឬចិញ្ចឹមសត្វទេតែបែរជាចូលព្រៃកាប់ឈើទៅវិញមែនហើយធ្វើបែបនេះមិនត្រឹមត្រូវទេយើងគួរតែប្រកបរបរអ្វីជំនួសដោយការកាប់ព្រៃឈើដូចជាចិញ្ចឹមមាន់ទាដាំដុះបន្លែរកវល្លិផ្ដៅជាដើមទៅប្រសើរជាងពិតមែនហើយនៅក្នុងព្រៃសហគមន៍យើងមានមាន់ព្រៃដែរណោះមាន់ព្រៃសម្បូរតើប៉ុន្តែកម្របានលឺវាល្ងាវណាស់ខ្ញុំលឺចាស់និយាយថាមកព្រៃបានលឺសំឡេងមាន់ព្រៃល្ងាវគឺនាំលាភសំណាងដល់យើងហើយអញ្ចឹងពួកយើងពិតជាមានសំណាងហើយអ្នកណាមិនទាន់មានគូប្រកាសជាដល់គូហើយអញ្ចឹងមែនអីបងប្រធានចេះតែថាទៅនឹងណាឲ្យឆាប់ដល់គូព្រោះអីពួកយើងសុទ្ធតែនៅលឺទាំងអស់គ្នានឹងតាមមើលចិត្តប្រធានសហគមន៍យើងបែបចង់បានគូហើយបានជាថាអញ្ចឹងមែនទេពួកយើងមែនហើយកុំបង្អាប់ខ្ញុំពេកទៅដល់ពេលខ្ញុំការខ្ញុំហៅមិនអោយសល់អ្នកណាម្នាក់ទេចាំតែមើលចុះថាចង់បានប្រពន្ធមែនមកល្បាតព្រៃជាមួយបងប្រធានសហគមន៍សប្បាយអញ្ចឹងបង្អាប់មិនក៏អត់ចេះខឹងដែរស្លូតណាស់តែបើរឿងការងារធ្វើខុសស្ដីឲ្យភ្លាមអញ្ចឹងហើយការងារដឹងការងារលេងសើចដឹងលេងសើចចែកឲ្យដាច់អញ្ចឹងបានគេបោះឆ្នោតឲ្យធ្វើប្រធានសហគមន៍ព្រៃឈើហ្នឹងណាតែអាណត្តិក្រោយខ្ញុំសំណូមពរឲ្យបងភ័ណ្ឌនិងអាធួន
ចូលឈ្មោះជាបេក្ខភាពប្រធានសហគមន៍ព្រៃឈើម្ដងឲ្យណាស់ឲ្យបានចំនួនប្រហាក់ប្រហែលបុរសដើម្បីឲ្យពួកគាត់បានចូលរួមការងារសង្គមនិងអភិវឌ្ឍបងចង់ឲ្យស្ត្រីចូលរួមច្រើនអញ្ចឹងមិនដូចជាបន្ថែមសម្ពាធការងារឲ្យគាត់ទេដឹងបងការងារទាំងអស់សុទ្ធតែបង្រៀនយើងទេទោះតែមានការចាប់ផ្ដើមរៀនសូត្រដូចជាការគ្រប់គ្រងការងារការដឹកនាំនិងស្វែងរកចំណេះដឹងមកបំពេញបន្ថែមពីឥឡូវនេះឲ្យហើយទៅទើបយើងអាចការពារសហគមន៍ព្រៃឈើយើងបានស្ត្រីមានចំណែកសំខាន់ដូចបុរសដែររាល់ការងារទាំងនេះមិនថាជាអ្នកគ្រប់គ្រងក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារបានអញ្ចឹងគួរតែលើកទឹកចិត្តឲ្យស្ត្រីចូលរួមឲ្យបានច្រើនហើយឲ្យពួកខ្ញុំសូមរៀនសូត្រពីបង្ការឯងផងមានអីមកល្បាតព្រៃជាមួយគ្នាឆ្ងល់អីសួរខ្ញុំទៅអ្វីដែលខ្ញុំចេះខ្ញុំនឹងប្រាប់ឥឡូវខ្ញុំសួរបងធួនឯងមួយហេតុអីបានជាយើងនាំគ្នាមកល្បាតព្រៃមកល្បាតព្រៃដើម្បីថែរក្សាការពារព្រៃឈើសហគមន៍យើងឲ្យបានគង់វង្សដើម្បីប្រយោជន៍យូរអង្វែងរបស់យើងទាំងអស់គ្នាហើយក៏អាចជួយការពារសត្វព្រៃឲ្យនៅគង់វង្សផងដែរយីត្រូវម៉េះឥឡូវខ្ញុំសួរគៀងឯងវិញដើម្បីអភិរក្សថែរក្សាការពារព្រៃឈើយើងឲ្យគង់វង្សនោះតើគេត្រូវធ្វើអីខ្លះគឺយើងមិនត្រូវកាប់បំផ្លាញព្រៃឈើប៉ុន្តែត្រូវចូលរួមដើរល្បាតការពារកុំឲ្យគេមកលួចកាប់ឈើក្នុងព្រៃសហគមន៍យើងនឹងហើយមានអីទៀតក្រៅតែពីមិនកាប់និងចូលរួមដើរល្បាតព្រៃចំមានអីទៀតចេះគឺយើងត្រូវធ្វើផ្លូវភ្លើងដើម្បីការពារកុំឲ្យភ្លើងឆេះព្រៃអូខ្ញុំផងនិយាយដែរតើមិញហើយមួយទៀតគឺយើងដកហូតផលនិងអនុផលព្រៃឈើទៅតាមបច្ចេកទេសដើម្បីឲ្យព្រៃឈើមាននិរន្តរភាពឧទាហរណ៍ថាដើមឈើម្ដុំនេះត្រូវដកហូតប្រមាណដើមផ្ដៅមួយគុម្ពនេះត្រូវកាប់យកប្រមាណដើមហើយចុះបើយើងដកហូតទាំងអស់វាយ៉ាងម៉េចបើដកហូតទាំងអស់វាធ្វើឲ្យព្រៃឈើឬក៏ផ្ដៅឆាប់ពាយនិងបាត់បង់អស់អញ្ចឹងគេត្រូវបែងចែកវាជាតំបន់ឬហៅថាប្លុកណាត្រូវប្រើប្លុកណាដែលត្រូវរក្សាទុកប្លុកណាត្រូវដាំសារឡើងវិញហើយមួយទៀតកន្លែងណាដែលព្រៃរិចរិលហើយយើងក៏ត្រូវដាំដុះឡើងវិញដែរហើយមួយទៀតសំខាន់ដែរនោះគឺផ្សព្វផ្សាយពីសារៈសំខាន់នៃព្រៃឈើនិងការការពារសត្វព្រៃដើម្បីឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើនិងសត្វព្រៃទាំងអស់គ្នានៅពេលផ្សព្វផ្សាយកុំភ្លេចណាហៅគ្នាបងប្អូនមកស្ដាប់ឲ្យបានច្រើនមកព្រោះថាទាំងអស់គ្នាត្រូវតែយល់ដឹងឲ្យបានគ្រប់គ្នាគៀងនឹងធួនណាចេះច្រើនណាស់តើសូមសរសើរមើលបងភ័ណ្ឌអាចសង្ខេបឡើងវិញបានទេពីការអភិរក្សព្រៃឈើនិងការការពារសត្វព្រៃចង់សាកល្បងខ្ញុំហ្មងបងអូនការអភិរក្សព្រៃឈើសំខាន់បំផុតគឺការចូលរួមល្បាតព្រៃសហគមន៍ឲ្យបានទៀងទាត់ធ្វើយ៉ាងណាកុំឲ្យមានការកាប់បំផ្លាញព្រៃឈើសហគមន៍យើងនិងជៀសវាងកុំបរិភោគសត្វព្រៃកុំបរបាញ់ឬជួញដូរសត្វព្រៃអរគុណហើយបងសង្ខេបប៉ុណ្ណឹងចុះធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍព្រៃសហគមន៍យើងឲ្យមានការរីកចម្រើនត្រូវនាំគ្នាដាំដើមឈើនៅកន្លែងណាដែលព្រៃឈើរិចរិលដើម្បីឲ្យវាសម្បូរឡើងវិញហើយសំខាន់ដែរនោះគឺយើងត្រូវធ្វើអនាម័យព្រៃឈើត្រូវត្រួសត្រាយកូនឈើអត់បានការចោលទុកឲ្យដើមឈើដែលមានប្រយោជន៍វាដុះលូតលាស់បានល្អគិតទៅបងប្អូនយើងពិតជាមានការយល់ដឹងមែនទែនពីការអភិរក្សសត្វព្រៃនិងការអភិវឌ្ឍព្រៃឈើតោះឥឡូវយើងបន្តដំណើរទៅល្បាតព្រៃខាងមុខទៀតមានព្រៃឈើគឺមានអុសដុតមានបន្លែផ្លែឈើព្រៃមានផលនិងអនុផលព្រៃឈើសម្រាប់ប្រើប្រាស់និងលក់ដូរមានព្រៃឈើគឺជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុជួយទប់ស្កាត់គ្រោះទឹកជំនន់គ្រោះរាំងស្ងួតនិងធ្វើឲ្យភ្លៀងធ្លាក់ត្រូវតាមរដូវកាលព្រឹត្តិការណ៍ពិសេសចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅក្នុងព្រឹត្តិការណ៍ពិសេសរបស់យើងសូមអញ្ជើញលោកអ្នកនាងស្ដាប់កិច្ចសន្ទនារវាងលោកស៊ីបរិញ្ញាជាមួយលោកសាទលីខៀងអនុប្រធានផ្នែកយុវជននិងព្រៃឈើនៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ទាក់ទងនឹងមហោស្រពចាប៉ីដងវែងក្រោមប្រធានបទសម្រស់ព្រៃខ្មែរដូចតទៅបាទខ្ញុំបាទសូមជម្រាបសួរលោកលីខៀងបាទជម្រាបសួរលោកពូបាទកាលពីថ្ងៃទី3ខែមេសាកន្លងមកនេះមានមហោស្រពចាប៉ីដងវែងក្រោមប្រធានបទសម្រស់ព្រៃខ្មែរក្នុងនាមលោកដែលជាអ្នករៀបចំកម្មវិធីតើលោកមានគោលបំណងយ៉ាងម៉េចបានរៀបចំមហោស្រពចាប៉ីដងវែងនេះឡើងបាទ
ជាគោលបំណងទី1កម្មវិធីហ្នឹងគឺធ្វើឡើងដើម្បីយើងផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់ព្រៃឈើនៅស្រុកខ្មែរនៅតំបន់ផ្សេងហើយគោលបំណងទី2គឺយើងចង់បង្ហាញទស្សនិកជនអំពីការផ្សារភ្ជាប់គ្នារវាងមរតកវប្បធម៌និងធម្មជាតិជាក់ស្ដែងគឺឧបករណ៍ចាប៉ីដែលធ្វើចេញពីឈើកម្រជាង6ប្រភេទហ្នឹងក្នុងចាប៉ីមួយដើមចង់ឲ្យទស្សនិកជនឃើញថាបើសិនជាយើងមិនបានការពារព្រៃទេសូម្បីតែផ្នែកវប្បធម៌យើងក៏អាចនឹងបាត់បង់ផងដែរហើយនឹងចំណុចចុងក្រោយហ្នឹងគឺយើងជំរុញលើកទឹកចិត្តឲ្យអ្នកចូលរួមហ្នឹងគាត់ចាប់ផ្ដើមធ្វើសកម្មភាពដើម្បីចូលរួមនៅក្នុងការពារព្រៃឈើរបស់យើងទាំងអស់គ្នាបាទសូមអរគុណបាទតើអ្នកណាខ្លះដែលបានជួយគ្រប់គ្រងទៅលើកម្មវិធីហ្នឹងបាទកម្មវិធីនេះត្រូវបានដឹកនាំដោយសហគមន៍ចាប៉ីអមតៈនិងក្រុមយុវជនរិទ្ធិសាយដែលជាអ្នកដឹកនាំធំនៅក្នុងកម្មវិធីហ្នឹងដោយមានការជួយគ្រប់គ្រងពីគម្រោងគ្រប់គ្រងព្រៃឈើនិងជីវៈចម្រុះរបស់ USAID អនុវត្តដោយអង្គការ Winrock អង្គការរុក្ខជាតិនិងសត្វព្រៃ FFI រួមទាំងមានការគ្រប់គ្រងផងដែរពីអង្គការសិល្បៈខ្មែរអមតៈតើពិធីនេះមានរាជរដ្ឋាភិបាលចូលរួមទេបាទមានការចូលរួមពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវភឿងសក្កណាបានចូលរួមផ្ទាល់ក្នុងកម្មវិធីនោះផងដែរបាទសូមអរគុណបាទហើយចំពោះឈុតឆាកដែលយើងបានរៀបចំនៅក្នុងមហោស្រពនេះតើវាមានលក្ខណៈយ៉ាងម៉េចដែរបាទអ្វីដែលយើងទទួលបានជាមតិពីទស្សនិកជនមកវិញយើងឃើញគាត់ថាមានអារម្មណ៍រំភើបទី1នៅត្រង់ថាល្ងាចឡើងទៅស្ដាប់ចាប៉ីអីចឹងដូចវាកម្រសឹងតែមិនងាយកើតមានឡើងគាត់អត់ដែរមានឱកាសណាអញ្ចឹងដូចជាឱកាសទី1ល្ងាចឡើងទៅស្ដាប់ចាប៉ីហើយអ្វីដែលធ្វើឲ្យគាត់កាន់តែរំភើបចិត្តខ្លាំងទៀតនៅពេលដែលមានឈុតឆាកដែលយើងសម្ដែងចាប៉ីច្រើនដើមនៅលើឆាកបាទហើយជាលទ្ធផលតើយើងទទួលបានយ៉ាងម៉េចដែរក្នុងមហោស្រពចាប៉ីដងវែងក្រមប្រធានបទសម្រាប់ព្រៃខ្មែរនេះបាទចឹងជាលទ្ធផលគឺទី1យើងឃើញថាមានការចូលរួមច្រើនពីប្រជាជនខ្មែរទាំងអ្នកវ័យចំណាស់វ័យកណ្ដាលហើយនិងយុវជនក្នុងការគាំទ្រសិល្បៈខ្មែរហើយនិងកម្មវិធីដែលទាក់ទងនឹងព្រៃឈើរបស់យើងទី1យើងឃើញមានការចូលរួមឡើងពេញសាលតែម្ដងហើយទី2សង្កេតឃើញថាអ្នកដែលគាត់ចូលទៅគាត់ប្រាប់អ្នករៀបចំយើងវិញថាកម្មវិធីនឹងអស្ចារ្យទី1ត្រង់ថាបានរំលេចនៅទម្រង់សិល្បៈមួយដែលគាត់នឹកស្មានមកដល់ថាវាអស្ចារ្យអញ្ចឹងណាទន្ទឹមនឹងហ្នឹងការសម្ដែងចាប៉ីនិងការសម្ដែងទម្រង់សិល្បៈផ្សេងនៅក្នុងមហោស្រពហ្នឹងគឺរំលេចធ្វើយ៉ាងណាឲ្យអ្នកដែលគាត់បានស្ដាប់បានឃើញហ្នឹងគាត់ដកជាប់ក្នុងចិត្តគាត់ថាគាត់ត្រូវតែចូលរួមការពារព្រៃឈើឧទាហរណ៍ថាអ្នកការពារព្រៃឈើមិនចាំបាច់តែយើងទៅល្បាតព្រៃដោយសហគមន៍ទេប៉ុន្តែក្នុងនាមជាម្ដាយដូចយើងបានបង្ហាញក្នុងមហោស្រពដែរគាត់ក៏អាចចូលរួមចំណែកក្នុងការការពារព្រៃឈើបានដែរដែលគាត់បង្រៀនកូនគាត់អំពីព្រៃឈើអំពីសត្វព្រៃហើយជំរុញកូនគាត់ហ្នឹងកុំឲ្យញ៉ាំសត្វព្រៃអីជាដើមបាទអូពិតជាពិសេសណាស់បាទនៅពេលថ្មីនេះក្នុងឱកាសសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំយុវជននិងកីឡាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននឹងលោកបានប្រកាសដាក់តំបន់ព្រៃឡង់នឹងជាព្រៃការពារបាទតើលោកយល់យ៉ាងម៉េចដែរបាទខ្ញុំគិតថាជាការអបអរសាទរមួយដែលសារតែនេះជាការខំប្រឹងប្រែងយូរណាស់មកហើយអ្វីដែលយើងចង់បានទាំងពួកខ្ញុំជាយុវជនទាំងអង្គការសង្គមស៊ីវិលហើយនិងប្រជាជនមូលដ្ឋានគឺយើងចង់បានចឹងយូរហើយពេលដែលសម្ដេចគាត់លើកឡើងបែបនេះធ្វើឲ្យយើងមានអារម្មណ៍ថាអ្វីដែលយើងចង់បានហ្នឹងគឺរដ្ឋាភិបាលផ្ដល់ឲ្យយើងហើយបាទឥឡូវព្រៃឡង់ហ្នឹងតែជាព្រៃការពារអញ្ចឹងជាពលរដ្ឋដែលរស់ពឹងអាស្រ័យលើផលអនុផលព្រៃឈើក្នុងតំបន់ព្រៃឡង់លោកនឹងមានការអបអរសាទរអញ្ចឹងក្នុងនាមលោកជាយុវជនតើលោកនឹងធ្វើកិច្ចការអ្វីខ្លះទៀតទាក់ទងនឹងរឿងការពារព្រៃឈើនេះបាទតាមពិតទៅការដាក់តំបន់មួយទៅជាតំបន់ការពារវាមិនទាន់ចប់ត្រឹមតែការអនុម័តច្បាប់ថាតំបន់ហ្នឹងទៅជាតំបន់ការពារដើម្បីឲ្យតំបន់ហ្នឹងពិតជាត្រូវបានការពារពិតប្រាកដមិនគឺចាំបាច់ត្រូវការចូលរួមបន្ថែមទៀតទាំងអាជ្ញាធរដែលគាត់មានសមត្ថកិច្ចគ្រប់គ្រងតំបន់ហ្នឹងរួមមួយសហគមន៍មូលដ្ឋានហើយនឹងយុវជនរបស់យើងអញ្ចឹងអ្វីដែលយើងធ្វើបានគឺយើងនឹងធ្វើការបានន័យថាចូលរួមផ្សព្វផ្សាយបន្ថែមហើយនឹងចូលរួមតាមដានការអនុវត្តកិច្ចការផ្សេងៗទាក់ទងទៅនឹងការដាក់ព្រៃឡង់ជាតំបន់ការពារថាតើនៅពេលដែលវាខ្លាចទៅជាព្រៃការពារហើយតើការកាប់បំផ្លាញព្រៃឈើត្រូវបានកាត់បន្ថយឬក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុងឬយ៉ាងណាអញ្ចឹងគឺចូលរួមតាមដានទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាឲ្យកិច្ចខំប្រឹងប្រែងនេះវាបានជោគជ័យទាំងអស់គ្នាបាទសូមអរគុណលោកលីខៀងដែលបានផ្ដល់បទសម្ភាសន៍នេះបាទអរគុណច្រើនបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីតម្រូវតាមពេលវេលាយើងឃ្លាគ្នាត្រឹមនេះសិនចុះជួបគ្នានៅថ្ងៃសុក្រទី6ខែឧសភាឆ្នាំ2016វេលាម៉ោងដដែលនៅពេលនេះនាងខ្ញុំបញ្ញានិងខ្ញុំបាទស៊ីបរិញ្ញាសូមអរគុណសូមជម្រាបលា
កម្មវិធីនេះឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅកម្ពុជា រាល់អត្ថន័យនិងខ្លឹមសារនៅក្នុងកម្មវិធីនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឡើយផលិតដោយអង្គការ Media One